ស្ដីអ្នកនរគ្នាឥឡូវនេះគឺយើងមកដើរដាក់បកាយតាមស្រែម្ដងបងប្អូនហើយបកាយយើងមានប៉ុន្មានមានតិចដែរយើងដុតនុយឲ្យអស់ហើយបងប្អូនអរគ្នាចាំទៅមើលទាំងអស់គ្នាតែយើងដាក់ហ្នឹងតើពេលយើងមកមើលវិញចាំមើលជាប់អត់ហើយស្រែនេះវាសម្បូរលឺមាត់ត្រីបងប្អូនលឺមាត់ត្រីតបាក់ក្លុបធំឥឡូវនេះយើងយកបកាយយកមកដាក់ហ្មងហើយស្រែនេះមិនមែនស្រែណាទេស្រែខ្លួនឯងទេបងប្អូនអញ្ចឹងយើងអាចដាក់បានតោះឥឡូវយើងទៅដាក់ទាំងអស់គ្នាមកនេះស្នាជួងពួកវាស្អាតតែយកត្រីយកមកវាឃើញងុយយើងវាថាលឹបតែដាក់តាមស្រែទៅដាក់តាមអូកាលនៅពីកុមារភាពដាក់ដល់ហើយជាប់មួយបងប្អូនអើយនេះយើងដាក់បកាយនៅតាមស្រែឥឡូវជាប់មួយបងប្អូនហើយជាប់ត្រីនេះដូចត្រីដែងបងប្អូនត្រីដែងធំទៀតណាហើយយើងដាក់នឹងដាក់ស្រែទឹករយៈនេះបងប្អូនប៉ុន្តែជាប់ត្រីដែងវាឡើងពីអូមកអញ្ចឹងបងប្អូនស្រែយើងនៅជាប់អូដែរអញ្ចឹងតែប្រហែលជាវាឡើងពីអូមកលើជាប់បានមួយបងប្អូនរើខ្លាំងមែនតើហើយមើលដងបកាយយើងទៅអានេះយើងដាក់បកាយបងប្អូនហើយមើលត្រីជាប់បកាយគ្រាន់ធំដែរបងប្អូនអើយហើយបងប្អូនណាដែលធ្លាប់ដាក់បកាយបងប្អូនឥឡូវនេះគឺអាចដាក់បានហើយតែសារតែទឹកឡើងហើយបងប្អូនដែលដាក់តាមស្រែតាមជាពិសេសតាមទឹកស្រែអញ្ចឹងណាស្រែណាដែលជាប់អូជាប់អីចឹងគឺដាក់នឹងទៅបានបងប្អូនឥឡូវនេះគឺខ្ញុំដាក់បានមួយបងប្អូនបាទហើយយើងមើលទៅបកាយទៅមុខទៀតស្រួលវាអាចនឹងជាប់ទៀតចឹងណាបងប្អូនអានេះយើងនឹងបងប្អូនឥឡូវនេះយើងចាប់ដើមលើកទឹកមករើខ្លាំងតែត្រីដែងស្រែអញ្ចឹងណាហើយដែងស្រែនឹងខ្មៅចឹងបងប្អូនហើយយើងដាក់បានមួយហើយយើងដាក់បកាយគាត់ច្រើនដែរចាំមើលទៅមុខទៀតប្រហែលជាបានទៀតចឹងណាបងប្អូនដូចបងប្អូនឃើញចឹងគឺតាមយើងដាក់តាមភ្លឺស្រែបងប្អូនហើយមានទឹកមានអីចឹងបាទវីដេអូនេះមានប៉ុណ្ណឹងសូមអរគុណ